យុទ្ធការព័ត៌មានវិវត្តអំពីបញ្ហារុស្ស៊ីអ៊ុយក្រែនវិញទូតtechnical ជនលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនបានជំរុញឲ្យលោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីទៅចរចាគ្នាជាមួយលោកនៅទួរគីបើចង់បញ្ចប់សង្គ្រាមប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថាលោកបានត្រៀមខ្លួនដើម្បីជួបលោក Putin នៅទួរគីនៅថ្ងៃប្រហ័ស15ឧសភាបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់លោកជាសាធារណៈឲ្យទទួលយកភ្លាមៗនៅសំណើរបស់មេដឹកនាំវិមានក្រំឡាំងអំពីការចរចាដោយផ្ទាល់សំណើរបស់លោក Zelensky អំពីជំនួបជាមួយលោក Putin មានរយៈពេល48ម៉ោងដែលមេដឹកនាំអឺរ៉ុបបានចូលរួមជាមួយលោក Zelensky នៅក្នុងការទាមទារបទឈប់បាញ់រយៈពេល30ថ្ងៃចាប់ពីថ្ងៃច័ន្ទនេះដែលមានតែសម្រាប់លោក Putin ប៉ុណ្ណោះដើម្បីធ្វើសំណើតបជំនួសការចរចាដោយផ្ទាល់រវាងអ៊ុយក្រែននិងរុស្ស៊ីជាលើកដំបូងចាប់តាំងពីដើមដំបូងនៃការឈ្លានពានឆ្នាំ2022ទូយ៉ាងណាវាពុំទាន់មានភាពច្បាស់លាស់ដែលលោក Putin និយាយថាលោកនឹងចូលរួមដោយផ្ទាល់លោក Putin និងលោក Zelensky ពុំដែលបានជួបគ្នាទេបើគិតចាប់តាំងពីខែធ្នូឆ្នាំ2019មកលោក Zelensky បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាលោកនឹងរងចាំលោក Putin នៅទួរគីនៅថ្ងៃប្រហ័សនេះលោកសង្ឃឹមថាលើកនេះរុស្ស៊ីនឹងមិនស្វែងរកលេសនោះទេមេដឹកនាំអ៊ុយក្រែនបានឆ្លើយតបយ៉ាងប្រុងប្រយ័ត្នកាលពីថ្ងៃអាទិត្យបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍នៅពេលយប់ដែលស្របគ្នាទៅនឹងពេលវេលាដ៏សំខាន់នៅសហរដ្ឋអាមេរិកដែលបានស្នើឲ្យមានកិច្ចពិភាក្សាដោយផ្ទាល់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីនៅថ្ងៃ15ឧសភាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគាំទ្រសំណើលោក Putin សម្រាប់ការចរចាជាមួយអ៊ុយក្រែននិងជំរុញឲ្យលោក Zelensky យល់ព្រមភ្លាមៗលោក Donald Trump នៅថ្ងៃអាទិត្យបានគាំទ្រការអំពាវនាវរបស់លោក Putin សម្រាប់កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនដោយមិនគោរពកិច្ចព្រមព្រៀងនៃរដ្ឋបាលរបស់លោកជាមួយនឹងមេដឹកនាំអឺរ៉ុបដែលបានប្រកាសនៅក្នុងរយៈពេលមិនដល់24ម៉ោងមុនប្រធានាធិបតីអាមេរិក Donald Trump បានជំរុញឲ្យអ៊ុយក្រែនយល់ព្រមភ្លាមៗចំពោះសំណើនៃកិច្ចចរចាដោយផ្ទាល់ដោយគ្មានលក្ខខណ្ឌដែលដាក់ដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីព្រឹកថ្ងៃអាទិត្យកាលពីថ្ងៃសៅរ៍ក្រុមមេដឹកនាំនៃប្រទេសបារាំងអង់គ្លេសអាល្លឺម៉ង់និងប៉ូឡូញបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហើយបានទាមទារឲ្យលោក Putin ទទួលយកបទឈប់បាញ់រយៈពេល30ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃច័ន្ទនេះពុំនោះនឹងមើលឃើញការដាក់ទណ្ឌកម្មកើនឡើងមេដឹកនាំទាំងនោះបាននិយាយថាលោក Trump បានចូលរួមជាមួយពួកលោកនៅក្នុងការទាមទារដែលជាការវិវត្តសំខាន់មួយបេសកជនរបស់លោក Trump ប្រចាំរុស្ស៊ីអ៊ុយក្រែនបានបង្ហោះរូបភាពរបស់មេដឹកនាំអឺរ៉ុបជាថ្មីនៅក្នុងការហៅទូរស័ព្ទជាមួយលោកហើយបាននិយាយថាបទឈប់បាញ់រយៈពេល30ថ្ងៃនឹងចាប់ផ្ដើមដំណើរការបញ្ចប់សង្គ្រាមជាការឆ្លើយតបលោក Putin បានស្នើឲ្យមានការចរចាដោយផ្ទាល់ដែលនឹងចាប់ផ្ដើមនៅថ្ងៃប្រហ័សនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីលោក Zelensky បាននិយាយថាលោកនឹងបើកចំហសម្រាប់ការចរចាដោយផ្ទាល់នៅពេលបទឈប់បាញ់ត្រូវបានយល់ព្រមទូតtechnical ជនរុស្ស៊ីផ្ដោតលើសេចក្តីព្រៀងនៃកិច្ចព្រមព្រៀងឆ្នាំ2022សម្រាប់សំណើកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែនវិមានកម្លាំងបាននិយាយនៅថ្ងៃអាទិត្យ11ឧសភាម្សិលមិញនេះថាសំណើកិច្ចចរចាសន្តិភាពរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយអ៊ុយក្រែននឹងពិភាក្សាទៅលើសេចក្តីព្រៀងនៃកិច្ចព្រមព្រៀងឆ្នាំ2022រវាងប្រទេសទាំងពីរនឹងការពិតនៃការគ្រប់គ្រងរបស់រុស្ស៊ីលើស្ទើរតែ1/5នៃទឹកដីអ៊ុយក្រែនលោក Putin កាលពីថ្ងៃអាទិត្យបានស្នើឡើងនូវកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅក្នុងបំណងនាំយកសន្តិភាពយូរអង្វែងដើម្បីបញ្ចប់សង្គ្រាមហើយនេះជាគំនិតផ្ដួចផ្ដើមមួយត្រូវបានស្វាគមន៍យ៉ាងខ្លាំងក្លាដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលនិយាយថាទីក្រុងគៀវមានឆន្ទៈពិភាក្សាប៉ុន្តែថារុស្ស៊ីត្រូវតែយល់ព្រមជាដំបូងចំពោះបទឈប់បាញ់ជាបន្ទាន់ភ្លាមជំនួយការគោលនយោបាយការប្រទេសរបស់វិមានកម្លាំងលោក Yuri Usakov បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Putin ថាកិច្ចពិភាក្សាដែលបានស្នើឡើងនេះនឹងគិតគូរទាំងសេចក្តីព្រៀងដែលបានបោះបង់ចោលនៅឆ្នាំ2022និងស្ថានភាពបច្ចុប្បន្ននៅលើសមរភូមិគូរំលឹកថាប៉ុន្មានថ្ងៃបន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែននៅក្នុងខែកុម្ភៈឆ្នាំ2022ភាគីចំនួនទាំងពីរបានធ្វើកិច្ចចរចានៅបេឡារុសក្រោយមកផ្លាស់ទៅទីក្រុងអ៊ីស្តង់ប៊ុលរបស់ទួរគីប៉ុន្តែក៏បានបរាជ័យសេចក្តីព្រៀងមួយត្រូវបានយល់ព្រមនៅទីនោះដោយកំណត់នៅក្របខ័ណ្ឌមួយសម្រាប់ដំណោះស្រាយដែលអាចកើតមានត្រូវបានស្គាល់ថាជាសេចក្តីប្រកាសទីក្រុងអ៊ីស្តង់ប៊ុលនៅក្រោមសេចក្តីព្រៀងច្បាប់ចម្លងដែលសារព័ត៌មាន Reuters បានពិនិត្យបង្ហាញថាអ៊ុយក្រែននឹងយល់ព្រមចំពោះអព្យាក្រឹតភាពជាថ្នូរនឹងការធានាសន្តិសុខអន្តរជាតិពីសមាជិកអចិន្ត្រៃយ៍ទាំង5នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺអង់គ្លេសចិនបារាំងរុស្ស៊ីនិងអាមេរិកនិងប្រជាជាតិជាច្រើនទៀតនៅក្នុងចំណោមលក្ខខណ្ឌផ្សេងទូរទស្សនិកជនមុនជំនួបចរចាដែលរំពឹងទុករវាងលោក Putin និងលោក Zelensky នៅក្នុងប្រទេសទួរគីកើតឡើងគេបានមើលឃើញថា
លោកពូទីននិងលោកអេដូហ្គែនប្រធានាធិបតីរបស់ទួរគីបានមានជំនួបតាមទូរស័ព្ទជាមួយគ្នាយោងតាមសេចក្តីថ្លែងការណ៍របស់វិមានកម្លាំងចេញផ្សាយនៅថ្ងៃ11ឧសភាលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីទួរគី Recep Tayyip Erdogan អំពីសំណើរបស់ទីក្រុងមូស្គូដើម្បីបន្តការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលចាប់ពីថ្ងៃ15ឧសភាទៅជំនួបតាមទូរស័ព្ទនេះធ្វើឡើងតាមការអញ្ជើញរបស់លោកពូទីននៅមុនថ្ងៃសម្រាប់អ៊ុយក្រែនចាប់ផ្ដើមកិច្ចចរចាឡើងវិញដែលយោងតាមមន្ត្រីរបស់វិមានក្រមឡាំងលោក Yuri Yusakov ប្រទេសរុស្ស៊ីចង់ផ្អែកលើលក្ខខណ្ឌនៃការពិភាក្សានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ2022និងស្ថានភាពបច្ចុប្បន្នលើសមរភូមិវិមានក្រមឡាំងបានដឹងថាមេដឹកនាំទាំងពីរបានពិភាក្សាលម្អិតអំពីគំនិតផ្ដួចផ្ដើមរបស់រុស្ស៊ីហើយលោក Erdogan បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងដែលបានរំលឹកឡើងវិញនៅការត្រៀមខ្លួនរបស់ទួរគីនៅក្នុងការផ្ដល់កន្លែងនិងជួយរៀបចំការចរចាវិមានកម្លាំងបានដកស្រង់សម្ដីលោក Erdogan ថាប្រទេសទួរគីនឹងផ្ដល់ជំនួយដែលអាចធ្វើទៅបានដើម្បីជួយសម្រួលដល់កិច្ចពិភាក្សានិងការខិតខំប្រឹងប្រែងក្នុងបំណងដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយនិរន្តរភាពជំនួបមេដឹកនាំទាំងពីរបានកើតមានឡើងស្របពេលរុស្ស៊ីជំរុញឲ្យមានការចរចាបន្តនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលគណៈកំពុងបន្តការវាយលុកដោយយោធានៅអ៊ុយក្រែនទីក្រុងគៀវបាននិយាយថាខ្លួនត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាប៉ុន្តែទទូចថាការចរចាណាមួយត្រូវតែចាប់ផ្ដើមដោយការបញ្ឈប់អរិភាពទាំងស្រុងទូរទស្សនិកជនព័ត៌មានកាន់តែលម្អិតបន្ថែមអំពីបញ្ហាពាណិជ្ជកម្មចិនសហរដ្ឋអាមេរិកនៅពេលនេះយើងមានការចូលរួមបន្ថែមទៀតពីលោកចិនសេរីមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV លោកសេរីមជារួមខាងភាគីចិននិងសហរដ្ឋអាមេរិកបាននិយាយអ្វីខ្លះក្រោយពួកគេបានជួបគ្នាចរចាពីបញ្ហារឿងពន្ធពាណិជ្ជកម្មនេះបាទចំពោះការអះអាងក្រោយជំនួបរយៈពេល2ថ្ងៃកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យកន្លងទៅនេះទាំងភាគីចិននិងភាគីសហរដ្ឋអាមេរិកបានលើកឡើងប្រហែលគ្នាថាកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះគឺប្រកបដោយផ្លែផ្កាហើយប្រកបដោយផ្លែផ្កានេះនៅត្រង់ថាខាងភាគីសហរដ្ឋអាមេរិកលើកឡើងដោយលោក Scott Bessent ដែលជារដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកតែម្ដងថាលទ្ធផលនៃជំនួបចរចារយៈពេល2ថ្ងៃកន្លងមកនេះគឺវាហាក់ដូចជាស្មានមិនដល់ដោយសារតែសូម្បីតែក្រមវិនិយោគិននិងអ្នកជំនាញផ្នែកសេដ្ឋកិច្ចផ្សេងទៀតនៅជុំវិញពិភពលោកនឹងមិនរំពឹងទាល់តែសោះថាលទ្ធផលនៃជំនួបចរចារវាងភាគីទាំងពីរនេះមានលទ្ធផលជាផ្លែផ្កានិងប្រកបដោយស្មារភាពនិងការគោរពគ្នាទៅវិញទៅមកដោយដែលលទ្ធផលភាគីទាំងពីរសម្រេចបានប៉ុន្តែគ្រាន់តែមានបញ្ហាបន្តិចនៅត្រង់ថាកិច្ចចរចារវាងភាគីទាំងពីរនេះនឹងចេញលទ្ធផលនឹងចេញជាសេចក្តីថ្លែងការណ៍រួមអំពីលទ្ធផលនៃជំនួបចរចានេះនៅថ្ងៃច័ន្ទនេះដូច្នេះអ្វីគ្រប់យ៉ាងមិនទាន់ត្រូវបានបរិយាយលម្អិតថាតើលទ្ធផលនៃជំនួបចរចាពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាមេរិកនៅទីក្រុងសេណែវប្រទេសស្វីសរយៈពេល2ថ្ងៃនេះបានលទ្ធផលយ៉ាងណាដែលគេរំពឹងទុកខ្លាំងជាងគេនោះហើយដែលគេចង់ដឹងខ្លាំងជាងគេនោះគឺពាក់ព័ន្ធទៅនឹងអត្រាដំឡើងពន្ធពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនពីព្រោះនៅពេលបច្ចុប្បន្ននេះក្នុងអំឡុងពេលនៃមន្ត្រីការងារនៃប្រទេសទាំងពីរជួបចរចាគ្នានៅទីក្រុងសេណែវប្រទេសស្វីសនេះគឺសហរដ្ឋអាមេរិកយកពន្ធនាំចូលពីប្រទេសចិនក្នុងអត្រា 145% ហើយទំនិញមួយចំនួនដែលមានពន្ធ 100% ស្រាប់នោះគឺមានតម្លៃពន្ធរហូតដល់ទៅ 245% ចំណែកប្រទេសចិនក៏ដូចគ្នាដែរយកតម្លៃពន្ធនាំចូលពីសហរដ្ឋអាមេរិកក្នុងអត្រាពន្ធប្រមាណ 125% ដូច្នេះចិនមិនទាន់ទម្លាក់ពន្ធឲ្យនៅទាបជាងនេះទេខណៈដែលសហរដ្ឋអាមេរិកក៏មិនទាន់ទម្លាក់ពន្ធឲ្យនៅទាបជាងអត្រា 145% ដែលសហរដ្ឋអាមេរិកយកពន្ធនាំចូលពីប្រទេសចិននោះដែរប៉ុន្តែគ្រាន់តែរឿងនេះវាមានសញ្ញាល្អមុននៅត្រង់ថាមុនជំនួបចរចារវាងក្រុមការងារពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនិងប្រទេសចិនត្រូវបានធ្វើឡើងនៅប្រទេសស្វីសនេះកាលពីថ្ងៃសុក្រចុងសប្តាហ៍មុននេះប្រធានាធិបតីរបស់សហរដ្ឋអាមេរិក Donald Trump បានលើកឡើងថាលោកបានស្នើឲ្យទៅក្រុមការងាររបស់លោកនឹងទម្លាក់តម្លៃពន្ធនាំចូលពីប្រទេសចិននឹងឲ្យនៅចន្លោះ 60% ឬក៏ 80% ដូច្នេះមានន័យថា
សេចក្តីប្រកាសរបស់លោកត្រាំមុនពេលក្រុមការងារនៃប្រទេសទាំងពីរជួបចរចានេះវាបង្ហាញអំពីការបន្ទន់ជំហររបស់សហរដ្ឋអាមេរិកមុនពេលដែលក្រុមការងារជួបចរចាគ្នាអញ្ចឹងហើយបានជាក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងប្រទេសចិននៅប្រទេសស្វីសរយៈពេល2ថ្ងៃនេះមិនមានភាពតានតឹងទេដែលវាខុសពីការប៉ាន់ប្រមាណមុនពេលដែលក្រុមការងារនៃប្រទេសទាំងពីរបានជួបចរចានេះគេប៉ាន់ប្រមាណថាជំនួបចរចានេះទំនងមិនមានលទ្ធផលអ្វីទេហើយភាគីទាំងពីរអាចនឹងមានភាពស្មុគស្មាញនិងប៉ះទង្គិចគ្នាផ្នែកពាក្យសម្ដីឬទៅលើចំណុចជាច្រើនក្នុងសង្គ្រាមពាណិជ្ជកម្មដែលត្រូវបានបំផុសឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ប៉ុន្តែផ្ទុយទៅវិញក្នុងអំឡុងពេលនៃកិច្ចចរចារយៈពេល2ថ្ងៃកន្លងទៅនេះភាគីទាំងពីរមិនបានប៉ះទង្គិចពាក្យសម្ដីនឹងគ្នាទេហើយក៏មិនមានភាពតានតឹងអ្វីដែរដោយភាគីទាំងពីរបានលើកឡើងប្រហាក់ប្រហែលគ្នាថាក្នុងជំនួបចរចានេះមានការគោរពគ្នាឲ្យតម្លៃគ្នាស្មើភាពគ្នាហើយលទ្ធផលគឺមានលទ្ធផលជាផ្លែផ្កាថែមទៀតដូច្នេះសរុបមកវិញទាំងចិននិងសហរដ្ឋអាមេរិកហាក់មានសុទិដ្ឋិនិយមខ្លាំងក្នុងជំនួបចរចារយៈពេល2ថ្ងៃនៅប្រទេសស្វីសនេះបាទក៏ត្រឹមពេលនេះភាគីទាំងពីរមិនទាន់បានបង្ហាញនៅសេចក្តីលំអិតថាតើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានេះគឺព្រមព្រៀងទៅលើចំណុចអ្វីខ្លះគេចែងយ៉ាងម៉េចខ្លះនៅក្នុងកិច្ចព្រមព្រៀងប៉ុន្តែយើងបានទទួលដំណឹងថាភាគីទាំងពីរបានមានកិច្ចព្រមព្រៀងជាមួយគ្នាទៅហើយនេះក៏បង្ហាញឲ្យឃើញផងដែរថាចិននៅតែត្រូវការសហរដ្ឋអាមេរិកនៅតែត្រូវការចិនចំណុចណាដែលបង្ហាញកន្លងមកយើងអាចមើលឃើញថាភាគីទាំងពីរមិនអាចអត់គ្នាបានបាទភាគីទាំងពីរនឹងមិនអាចអត់គ្នាបានទេក្នុងពាណិជ្ជកម្មដោយសារតែប្រទេសទាំងពីរនេះសហរដ្ឋអាមេរិកជាមហាអំណាចសេដ្ឋកិច្ចលេខ1នៅលើពិភពលោកហើយប្រទេសចិនក៏ជាមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ2នៅលើពិភពលោកដែរហើយដែលអត់គ្នាមិនបាននៅត្រង់ថាសហរដ្ឋអាមេរិកត្រូវបានចាត់ទុកថាជាប្រទេសអ្នកមានន័យថាសហរដ្ឋអាមេរិកមានគ្រប់បែបយ៉ាងអស់ហើយជាប្រទេសមានសពបែបយ៉ាងអស់ហើយទាំងខាងប្រទេសចិនដូចគ្នាប៉ុន្តែគ្រាន់តែចិនគឺជាប្រទេសផលិតកម្មចំណែកសហរដ្ឋអាមេរិកគឺជាប្រទេសដែលនាំចូលសម្ភារៈផ្សេងទំនិញផ្សេងជាពិសេសសម្ភារៈប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋដោយសហរដ្ឋអាមេរិកមានផលិតកម្មតិចតួចបំផុតមានន័យថាសហរដ្ឋអាមេរិកមិនមែនជាប្រទេសផលិតទេជាប្រទេសដែលចាំប្រើប្រាស់របស់ស្រាប់ពីគេនាំចូលពីគេហើយចំណែកប្រទេសចិនគឺជាប្រទេសដែលនាំចេញផលិតផលនានាទៅកាន់ទីផ្សារពិភពលោកជាពិសេសសហរដ្ឋអាមេរិកនឹងដដែលអត់គ្នាមិនបាននៅត្រង់ថាប្រទេសចិននាំចេញផលិតផលនានាទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកក្នុងមួយឆ្នាំមានតម្លៃទឹកប្រាក់ប្រមាណជាង$500,000 លានដូច្នេះជាបរិមាណទឹកប្រាក់ច្រើនមែនទែនដែលជួយខាងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក៏ដូចគ្នាសហរដ្ឋអាមេរិកក៏នាំចេញផលិតផលរបស់ខ្លួនក្នុងមួយឆ្នាំទៅកាន់ប្រទេសចិនក្នុងអត្រាទឹកប្រាក់ប្រមាណជាង$200,000 លានដែរប៉ុន្តែគ្រាន់តែថាសហរដ្ឋអាមេរិកហាក់ដូចជាពឹងផ្អែកលើ 75% ក្នុងការប្រើប្រាស់ផលិតផលរបស់ប្រទេសចិនដូច្នេះចិនគឺជាអ្នកផ្គត់ផ្គង់ទីផ្សាររបស់សហរដ្ឋអាមេរិកយ៉ាងសំខាន់ជាពិសេសពាក់ព័ន្ធនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមិនតែប៉ុណ្ណោះសូម្បីតែខាងបច្ចេកវិទ្យាយោធារបស់សហរដ្ឋអាមេរិកក៏ពឹងផ្អែកការនាំចូលឧបករណ៍នានាមានបន្ទះឈីបជាដើមដើម្បីយកទៅបំពេញតម្រូវការរបស់ខ្លួនដែរអញ្ចឹងហើយបានជាប្រទេសមហាអំណាចទាំងពីរនេះបាត់គ្នាមិនបានអត់គ្នាមិនបាននៅត្រង់ថាចិនពិបាកនឹងលក់ផលិតផលរបស់ខ្លួនប្រសិនបើមិនមានសហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកក៏ពិបាកនឹងរកផលិតផលយកទៅជំនួសផលិតផលដែលនាំចូលពីប្រទេសចិនប្រសិនបើចិនមិននាំចូលមិនតែប៉ុណ្ណោះទេនៅក្នុងរយៈពេលមួយត្រីមាសចុងក្រោយមួយត្រីមាសដំបូងនៃឆ្នាំ2025នេះនៅលើទីផ្សាររបស់សហរដ្ឋអាមេរិកទំនិញមួយចំនួនបានឡើងថ្លៃរួចជាស្រេចទៅហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិកទទួលរងផលប៉ះពាល់រួចជាស្រេចទៅហើយសូម្បីតែកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅក្នុងត្រីមាសទី1នៃឆ្នាំ2025នេះកើនឡើងក្នុងរង្វង់តែ 0.3% ប៉ុណ្ណឹងទេជាអត្រាកំណើនទាបមែនទែនក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកមានជំនួសពាណិជ្ជកម្មជាមួយនឹងប្រទេសចិនដូច្នេះប្រសិនបើបន្តចំនួននេះតទៅមុខទៀត
នោះកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះបន្ថែមទៀតអាចធ្លាក់ចូលជាអវិជ្ជមានតែម្ដងប្រសិនបើមានចំនួនជាមួយប្រទេសចិនអញ្ចឹងហើយសរុបមកវិញនៅត្រង់ថាចិនអត់អាមេរិកមិនបានអាមេរិកក៏អត់ចិនមិនបានក្នុងទំនាក់ទំនងពាណិជ្ជកម្មដោយសារតែចិនជាអ្នកផលិតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់សហរដ្ឋអាមេរិកក៏ពឹងផ្អែកខ្លាំងទៅលើផលិតផលរបស់ប្រទេសចិនដែរខណៈដែលខ្លួនមិនផលិតហើយចិនក៏ពឹងផ្អែកសហរដ្ឋអាមេរិកដោយចិនទទួលបានប្រាក់ចំណូលច្រើនពីពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកអញ្ចឹងចិនអត់សហរដ្ឋអាមេរិកក៏កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនទទួលរងផលប៉ះពាល់ដែរដូច្នេះប្រទេសទាំងពីរនេះគឺអត់គ្នាមិនបានគ្រាន់តែមានអរិភាពខាងផ្នែកពាណិជ្ជកម្មបន្តិចបន្តួចតែប៉ុណ្ណោះបាទសូមអរគុណលោកស្រីយើងបន្តតាមដានបន្តទៀតអំពីបញ្ហានេះពិសេសចង់ដឹងថាតើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកបាននិយាយពីអ្វីខ្លះយើងនឹងបន្តតាមដានព័ត៌មាននេះបន្តទៀតជម្រាបលាបាទអរគុណព័ត៌មានអំពីបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ឯណោះវិញទូរទស្សនិកជនអ៊ីរ៉ង់បានលើកឡើងថាកិច្ចចរចានុយក្លេអ៊ែររៀងពិបាកប៉ុន្តែក៏ប្រកបទៅដោយការស្ថាបនាផងដែរដោយសារតែមានការជំរុញពីសហរដ្ឋអាមេរិកអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានបញ្ចប់កិច្ចចរចានុយក្លេអ៊ែរនៅក្នុងប្រទេសអូម៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញនេះដោយទំនងជាគ្មានវឌ្ឍនភាពលើភាពជាប់គាំងជាសាធារណៈជុំវិញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមប៉ុន្តែភាគីទាំងពីរបានបញ្ជាក់ពីផែនការសម្រាប់ការចរចានាពេលអនាគតនេះគឺជាជុំទី4ហើយនៃកិច្ចចរចាដែលបានចាប់ផ្ដើមជិត1ខែកន្លងទៅនេះជាការកត់សម្គាល់គឺទំនាក់ទំនងកម្រិតខ្ពស់បំផុតរវាងសត្រូវទាំងពីរចាប់តាំងពីទីក្រុង Washington ដកខ្លួនចេញនៅក្នុងឆ្នាំ2018ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់នៅក្នុងអំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump ភាគីទាំងពីរបានរាយការណ៍ពីវឌ្ឍនភាពនៅក្នុងជុំទី3កន្លងទៅហើយកាលពីថ្ងៃអាទិត្យអ៊ីរ៉ង់បាននិយាយថាកិច្ចប្រជុំនេះគឺពិបាកប៉ុន្តែមានការស្ថាបនាមន្ត្រីដែលនិយាយនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថាទីក្រុង Washington ត្រូវបានជំរុញដោយមានលទ្ធផលនៅថ្ងៃនេះហើយទន្ទឹងរង់ចាំកិច្ចប្រជុំបន្ទាប់របស់ពួកលោកដែលនឹងធ្វើឡើងនៅក្នុងពេលដ៏ខ្លីខាងមុខប៉ុន្តែពុំបានបញ្ជាក់ថានៅពេលណាទេនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម X អ្នកនាំពាក្យក្រសួងការប្រទេសអ៊ីរ៉ង់លោក Ismail Baghi បាននិយាយថាជុំបន្ទាប់នឹងត្រូវបានសម្របសម្រួលនិងត្រូវបានប្រកាសដោយប្រទេសអូម៉ង់និងបាននិយាយថាកិច្ចពិភាក្សានឹងធ្វើឡើងនៅពេលដែលភាគីទាំងពីរពិភាក្សាពីភាពជាអ្នកដឹកនាំរបស់ខ្លួនយោងតាមមន្ត្រីអាមេរិកវិញបានឲ្យដឹងថាកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យគឺដោយផ្ទាល់និងប្រយោលហើយមានរយៈពេលជាង3ម៉ោងកិច្ចព្រមព្រៀងត្រូវបានឈានដល់ដើម្បីឆ្ពោះទៅមុខនិងបន្តធ្វើការតាមរយៈចំណុចសំខាន់បច្ចេកទេសលោកបាហ្គីធ្លាប់បាននិយាយថាក្រុមអ្នកចរចានឹងជំរុញឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិកប្រក្រតីភាពក្នុងទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអារ៉ាប៊ីសាអូឌីតនៅមានភាពមិនច្បាស់លាស់ស្របពេលដំណើរទស្សនកិច្ចរបស់លោក Donald Trump ជិតមកដល់នៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចុះចតនៅក្នុងទីក្រុង Riyadh នៅថ្ងៃអង្គារ13ឧសភាស្អែកនេះសម្រាប់ដំណើរទស្សនកិច្ចមជ្ឈិមបូព៌ាលោកនឹងត្រូវបានស្វាគមន៍ដោយពិធីដ៏ឧឡារិកនិងការរំពឹងទុកនៃការវិនិយោគជាច្រើនតម្លៃ$100,000,000ប៉ុន្តែសង្គ្រាមដ៏ក្តៅគគុកនៅដែនដីហ្គាហ្សាបានបង្កភាពមិនច្បាស់លាស់ដល់គោលដៅមួយដែលលោកចង់បានជាយូរមកហើយនោះគឺការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីស្រាអែលប្រពន្ធនៅក្នុងប្រទេសតំបន់ឈូងសមុទ្រដែលស្និទ្ធនឹងមន្ត្រីផ្ទៃក្នុងនិងមន្ត្រីអាមេរិកបានដឹងថានៅពីក្រោយឆាកក្រុមមន្ត្រីអាមេរិកកំពុងដាក់សម្ពាធយ៉ាងស្ងាត់ដល់អ៊ីស្រាអែលឲ្យយល់ព្រមលើបទឈប់បាញ់ភ្លាមៗនៅហ្គាហ្សាដែលជាលក្ខខណ្ឌមួយរបស់អារ៉ាប៊ីសាអូឌីតសម្រាប់ការចាប់ផ្ដើមឡើងវិញនៅកិច្ចចរចាប្រក្រតីភាពទំនាក់ទំនងប្រធានមជ្ឈិមបូព៌ារបស់អាមេរិកគឺលោក Steve Witkoff បាននិយាយនៅក្នុងស្ថានទូតអ៊ីស្រាអែលនៅក្នុងទីក្រុង Washington នៅសប្តាហ៍មុនថាលោករំពឹងថានឹងមានការរីកចម្រើនភ្លាមលើការពង្រីកកិច្ចព្រមព្រៀងAbraham ដែលជាសំណុំនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយលោកត្រាំនៅក្នុងអាណត្តិទី1ដែលនៅក្រោមកិច្ចព្រមព្រៀងនោះរដ្ឋអារ៉ាប់ជាច្រើនរួមមានអារ៉ាប់រួមបារ៉ែនស៊ូដង់ម៉ារ៉ុកទទួលស្គាល់អ៊ីស្រាអែលប្រភពសង្កត់ធ្ងន់ថាទោះបីជាយ៉ាងណាក៏ដោយការប្រឆាំងដោយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចំពោះការបញ្ឈប់ជាអចិន្ត្រៃយ៍នៅសង្គ្រាមហ្គាហ្សាឬការបង្កើតរដ្ឋប៉ាឡេស្ទីនទំនងជាមិនធ្វើឲ្យមានវឌ្ឍនភាពលើកិច្ចចរចាស្តីងគ្នានេះជាមួយទីក្រុងរីយ៉ាដទេគឺដឹងថាអារ៉ាប៊ីសាអូឌីតមិនទទួលស្គាល់អ៊ីស្រាអែលជារដ្ឋស្របច្បាប់ឡើយមានន័យថាប្រទេសសេដ្ឋកិច្ចជឿនលឿនបំផុតនិងជាមហាអំណាចយោធាទាំងពីរនៅមជ្ឈិមបូព៌ានេះពុំមានការតាក់ទងការទូតផ្លូវការទេទូរទស្សនិកជនសម្ដេចប៉ាបលីអូទី14ដែលជាសម្ដេចប៉ាបអង្គថ្មីនៅបូរីវ៉ាទីកង់បានអំពាវនាវកុំឲ្យមានសង្គ្រាមតទៅទៀតនេះគឺជាសារលើកដំបូងរបស់ព្រះអង្គនៅក្នុងថ្ងៃអាទិត្យកន្លងទៅសម្ដេចប៉ាបលីអូទី14បានអំពាវនាវដល់ប្រទេសមហាអំណាចធំរបស់ពិភពលោកកុំឲ្យមានសង្គ្រាមតទៅទៀត
នៅក្នុងសារដំបូងរបស់ទ្រង់កាលពីថ្ងៃអាទិត្យបើគិតចាប់តាំងពីការជាប់ឆ្នោតរបស់ទ្រង់ជាសម្ដេចបាបថ្មីសោកនាដកម្មដ៏ធំធេងនៃសង្គ្រាមលោកលើកទី2បានបញ្ចប់កាលពី80ឆ្នាំកន្លងទៅនេះនៅថ្ងៃ8ឧសភាបន្ទាប់ពីបានបន្សល់ទុកនៅជនរងគ្រោះ60លានអ្នកស្លាប់នៅក្នុងសេណារីយ៉ូដ៏អស្ចារ្យនៅពេលបច្ចុប្បន្ននេះនៃសង្គ្រាមលោកលើកទី3ដែលកំពុងប្រយុទ្ធគ្នាដោយផ្នែកគណៈសម្ដេចប៉ា Francis ធ្លាប់បានមានបន្ទូលដដែលថាព្រះអង្គសូមអំពាវនាវទៅកាន់ប្រទេសដ៏អស្ចារ្យនៃពិភពលោកនៅការសូមអង្វរថាកុំមានសង្គ្រាមតទៅទៀតអីមនុស្សរាប់ម៉ឺននាក់បានមកប្រមូលផ្ដុំគ្នានៅទីលាន St. Peters ដើម្បីស្ដាប់បន្ទូលរបស់ព្រះអង្គសម្ដេចប៉ាបថ្មីដែលបានជាប់ឆ្នោតកាលពីថ្ងៃ8ឧសភាបានអំពាវនាវមានសន្តិភាពពិតប្រាកដនិងថិតថេរយូរអង្វែងនៅអ៊ុយក្រែនរួមជាមួយនឹងបទជប់បាញ់នៅហ្គាហ្សានិងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដែលបានចាប់ខ្លួនដោយក្រុមសកម្មយុទ្ធហាម៉ាស់